សួស្តីអ្នកនរគ្នាយើងនឹងយើងមករៀនធ្វើ Google Shape AI ទៀតហើយចឹងថ្ងៃហ្នឹងយើងប្រើទៅលើ AI សុទ្ធដើម្បីបើកជា column Excel ដើម្បីបើកទៅលើ column Excel ណាបងប្អូនចឹងសម្រាប់ column Excel ហ្នឹងបងប្អូនអាចមើលទៅតាមវីដេអូហ្នឹងបាន AI វានឹងប្រាប់យើងមកយ៉ាងលម្អិតម្ដងមួយតាំងពីរបៀបសរសេរ code ហើយនិងរបៀបបញ្ចូលរូបមន្តទៅក្នុង Google Sheet អញ្ចឹងវាប្រាប់យើងមកអស់ហើយយ៉ាងលម្អិតចឹងហើយជាមួយនឹងកូដសម្រាប់បើក web app ក៏វាប្រាប់យើងមកដូចគ្នាអញ្ចឹងពីរបៀបប្រើអញ្ចឹងយើងចូលទៅក្នុង Google Sheet បន្ទាប់ពីយើងបើក Google Sheet រួចហើយយើងធ្វើការចូលទៅក្នុង Google Sheet របស់យើងមកបន្ទាប់មកយើងផាសពាក្យដែល AI វាផ្ដល់ឲ្យយើងហ្នឹងអញ្ចឹងយើងធ្វើការរៀបចំ column Excel របស់យើងឲ្យបានត្រឹមត្រូវតាមហ្នឹងមកបន្ទាប់ពីយើងរៀបចំហើយនឹងបាន column ទាំងអស់3អញ្ចឹងមាន summary cell ហើយនិង process អញ្ចឹងទាំងអស់ហ្នឹងយើងអាចរៀបចំបានតើមកយើងបើកទៅលើ app script អញ្ចឹងយើងនឹងដាក់កូដវាដើម្បីផលិតជា link មួយដើម្បីយើងងាយស្រួលក្នុងការប្រមូលទិន្នន័យទៅពេលយើងប្រើប្រាស់បន្ទាប់ពីខ្ញុំបាន column បែបនេះហើយខ្ញុំនឹងធ្វើការផ្ញើទៅឲ្យ AI ម្ដងទៀតដើម្បីវាបង្កើតជាកូដសម្រាប់ដែលយើង generate ម្ដងទៀតអញ្ចឹងណានៅពេលដែលយើងផ្ញើជារូបហើយឲ្យវាជួយបង្កើតជា app script មកវានឹងផ្ញើជា link code ឲ្យយើងអញ្ចឹងសម្រាប់ link code ទាំងអស់ហ្នឹងយើងអាចយកទៅបើកជា app script បានបន្ទាប់ពីបងប្អូនចូលទៅកាន់កន្លែង JavaScript កន្លែង CS ដំបូងហ្នឹងបងប្អូន code JS ហ្នឹងបងប្អូនធ្វើការលុបចោលហើយផាសវាចូលមកហើយកុំភ្លេច save ផងកន្លែង index នេះបងប្អូនធ្វើការលុបវាចេញដូចគ្នាបន្ទាប់មក copy link ច្រឡំ copy code HTML ហ្នឹងហើយយកមកផាសកន្លែង index ហ្នឹងមកហើយកុំភ្លេច save ផង